បាទសួស្តីទៅកាន់អ្នកជនទាំងអស់គ្នាចឹងសម្រាប់ថ្ងៃនេះខ្ញុំមកចង់ប្រាប់ទៅជនពីរបៀបនៃការប្រើប្រាស់ជាមួយនឹងប្រភេទកុងទ័រស៊េរីថ្មី Mark Scooter S ពីខាងក្រុមហ៊ុន Ceiling យើងខ្ញុំបាទអញ្ចឹងសម្រាប់នៅការប្រើប្រាស់កុងទ័ររបស់យើងគឺងាយស្រួលមែនទែនអតិថិជនគឺជាមួយប្រភេទកុងទ័រ Digital បាទអញ្ចឹងសម្រាប់នៃការយើងប្រើតែប៊ូតុងនេះមួយទេនៅខាងលើនេះបងអតិថិជនគាត់តែចុចតែមួយសម្រាប់យើងការមើល trip មានថាយើងចង់កំណត់រយៈចម្ងាយយើងជិះពីទីតាំងមួយទៅទីតាំងមួយដែលអតិថិជនធ្វើការចុចវាឲ្យជាប់គឺយើង reset ទៅគីឡូ00វិញអតិថិជនបាទហើយមួយវិញទៀតតកតងជាមួយនឹងការកំណត់រយៈពេលម៉ោងអញ្ចឹងក្នុងការកំណត់ម៉ោងអតិថិជនត្រូវចុចយកមកពាក្យtotal បាទ total គីឡូអញ្ចឹងបន្ទាប់មកហើយយើងត្រូវចុចកន្លែងនេះឲ្យជាប់កុងតាក់មួយហ្នឹងគឺឲ្យជាប់តែម្ដងអតិថិជនបាទអញ្ចឹងបន្ទាប់ពីចុចហើយយើងមើលម៉ោងគឺថាឥឡូវជាក់ស្ដែងម៉ោង 10:57 នាទីអញ្ចឹងបើខ្ញុំចង់សេរីគឺខ្ញុំត្រូវចុចលើហ្នឹងបាទចុចទៅវានឹងដើរទៅហើយបាទហើយយើងចុចវាឲ្យជាប់វានឹងលោតចូលទៅកន្លែងនាទីកំណត់នាទីបាទហើយយើងចុចទៅទៀតបាទម៉ោង 10:57 នាទីបាទចូល58ហើយយើងចុចវាឲ្យជាប់ទៅបាទតែប៉ុណ្្នឹងគឺរួចរាល់ហើយតែជនក្នុងការប្រើប្រាស់ជាមួយនឹងប្រភេទកុងទ័រ Scooter S ពីខាងយើងខ្ញុំបាទអរគុណ